រដ្ឋាភិបាលថៃគ្រោងដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយកម្ពុជាដោយសន្តិភាពតាមរយៈយន្តការទ្វេភាគីរដ្ឋាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃពុធទី4 ខែមិថុនាឆ្នាំ2025ថាខ្លួនកំពុងខិតខំប្រឹងប្រែងអស់លទ្ធភាពដើម្បីការពារអធិបតេយ្យភាពជាតិនៅក្នុងចំនួនព្រំដែនជាមួយកម្ពុជានិងមានផែនការដោះស្រាយបញ្ហានេះដោយសន្តិភាពតាមរយៈយន្តការទ្វេភាគីការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានឧបទ្ទហេតុផ្ទុះអាវុធរវាងទាហានថៃនិងទាហានកម្ពុជានៅតំបន់ព្រំដែនមុំបីកាលពីថ្ងៃទី28 ខែឧសភាឆ្នាំ2025យោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើទំព័រ Facebook របស់រដ្ឋាភិបាលថៃបានឲ្យដឹងថារដ្ឋាភិបាលផ្ដល់អាទិភាពលើការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ថៃដោយផ្អែកលើមធ្យោបាយសន្តិភាពច្បាប់អន្តរជាតិនិងគោលការណ៍មនុស្សធម៌ទាក់ទងនឹងឧបទ្ទហេតុនៅឆុងបុកសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាកងកម្លាំងថៃបានការពារខ្លួននិងតំបន់អធិបតេយ្យភាពរបស់ថៃដោយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិនៅថ្ងៃទី29 ខែឧសភាមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅច្រកព្រំដែនខេត្តសុរិន្ទដើម្បីស្វែងរកមធ្យោបាយជៀសវាងការប៉ះទង្គិចបន្ថែមទៀតកងទ័ពថៃបាននិយាយថាភាគីទាំងពីរបានព្រមព្រៀងឲ្យកងទ័ពដកថយចេញពីតំបន់នោះដើម្បីកាត់បន្ថយភាពតានតឹងខណៈរងចាំកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនរួម JBC ដែលរងពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈ2សប្តាហ៍ខាងមុខឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកផុំថាំវេជ្ជយាច័យបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរកំពុងធ្វើការដើម្បីដោះស្រាយវិបត្តិនេះដោយជៀសវាងការប្រឈមមុខដាក់គ្នាបន្ថែមទៀតលោកបាននិយាយនៅលើ Facebook ថាខ្ញុំសូមធានាថាយើងនឹងជៀសវាងការកើនឡើងនៃចំនួនដែលនឹងនាំឲ្យមានការខាតបង់សម្រាប់ភាគីទាំងពីរគ្រប់រូបភាព